មនុស្សយើងភាគច្រើនបានរៀនអំពីសង្គ្រាមលោកលើកទី2និងការសម្លាប់រង្គាលនៅក្នុងវណ្ណៈប្រវត្តិសាស្ត្រប៉ុន្តែមានមនុស្សតិចតួចណាស់ដែលបានដឹងអំពីជីវិតផ្ទាល់ខ្លួនរបស់លោក Adolf Hitler ការឡើងកាន់អំណាចរបស់គាត់វាបង្ហាញយើងពីរបៀបដែលបុរសម្នាក់នេះអាចប្រើប្រាស់ការភ័យខ្លាចនិងកំហឹងរបស់ប្រជាជនអាល្លឺម៉ង់ដើម្បីគ្រប់គ្រងជាតិសាសន៍ដទៃទៀតគាត់បានប្រែក្លាយជាប្រជាជាតិមួយឲ្យទៅជាកម្លាំងនៃការស្អប់ខ្ពើមនិងការបំផ្លិចបំផ្លាញដែលវាបានទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សរាប់លាននាក់លោក Adolf Hitler កើតនៅថ្ងៃទី20ខែមេសាឆ្នាំ1889នៅក្នុងទីក្រុងតូចមួយរបស់ប្រទេសអូទ្រីសលោកមានបងប្អូនចំនួន6នាក់ដែលគាត់គឺជាកូនទី4នៃគ្រួសារឪពុករបស់លោកមានឈ្មោះថា Alois Hitler និងមានម្ដាយឈ្មោះ Clara Pohl នៅអាយុ3ឆ្នាំគ្រួសាររបស់លោកបានប្តូរទីលំនៅទៅកាន់ទីក្រុងប៉ាស៊ូនៃប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ1894គ្រួសាររបស់លោកបានត្រឡប់រស់នៅក្នុងប្រទេសអូទ្រីសវិញដោយបានតាំងទីលំនៅនៅក្នុងទីក្រុង Leonding ដែលស្ថិតនៅប៉ែកនិរតីនៅក្នុងខែមិនិនាឆ្នាំ1895ឪពុករបស់លោកបានចូលនិវត្តន៍ហើយ Hitler ក៏ត្រូវប្តូរទីលំនៅម្ដងទៀតទៅរស់នៅតំបន់មួយដែលមានឈ្មោះថា Havel ការផ្លាស់ប្តូរទីលំនៅជាច្រើនដងបែបនេះធ្វើឲ្យលោកត្រូវប្តូរសាលារៀនជាច្រើនដងផងដែរចំនួនរវាងលោក Alois Hitler ជាឪពុកនិង Adolf Hitler ដែលជាកូនតែងតែកើតមានជារឿយៗនៅវ័យកុមារភាព Adolf Hitler ជាក្មេងដែលរងទទឹងនិងមិនសូវគោរពទៅតាមបទបញ្ជាផ្ទៃក្នុងរបស់សាលាប៉ុន្មាននោះទេនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ1900ប្អូនប្រុសរបស់លោកឈ្មោះ Edmund បានស្លាប់ដោយសារជំងឺកញ្ជិលការស្លាប់របស់កុមារា Edmund ធ្វើឲ្យ Adolf Hitler មានការខូចចិត្តជាខ្លាំងហើយរឿងនេះក៏បានធ្វើឲ្យលោកប្រែក្លាយជាមនុស្សបាក់ទឹកចិត្តម្នាក់ផងដែរថ្ងៃខ្លះមានគេឃើញលោកនិយាយតែម្នាក់ឯងហើយថ្ងៃខ្លះទៀតមានគេឃើញលោកទៅដេកលេងក្បែរភ្នូររបស់ប្អូនប្រុសរបស់លោក Alois Hitler ដែលត្រូវជាឪពុកក៏ធ្លាប់បានជំរុញឲ្យ Adolf Hitler ដើរតាមកន្លងរបស់គាត់ដោយសារតែលោកធ្លាប់ទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការសិក្សាការិយាល័យគយ Adolf Hitler បានបដិសេធព្រោះលោកចង់ក្លាយជាវិចិត្រករដ៏ល្បីមួយរូបប៉ុន្តែនេះបានធ្វើឲ្យលោក Adolf Hitler ដែលជាឪពុកខឹងសម្បាជាខ្លាំងប៉ុន្តែលោកមិនបានប្រើប្រាស់អំពើហិង្សាទៅលើ Adolf Hitler ដូចរាល់ដងនោះទេនៅវ័យ16ឆ្នាំដោយមិនបានចូលរួមការប្រឡង Adolf Hitler ក៏បានបោះបង់ការសិក្សាចោលហើយក្នុងរយៈពេល3ឆ្នាំ Adolf Hitler គ្មានការងារធ្វើនិងគ្មានគោលដៅច្បាស់លាស់ក្នុងជីវិតនោះឡើយនៅក្នុងរយៈពេល3ឆ្នាំនេះគាត់ចំណាយពេលភាគច្រើនទៅក្នុងរោងល្ខោនអូប៉េរ៉ាជាមួយនឹងមិត្តរបស់គាត់ឈ្មោះ Oskar Kubitschek លោក Oskar Kubitschek ធ្លាប់បានសរសេរអំពីរឿងរ៉ាវរបស់ Adolf Hitler ហើយបាននិយាយថាគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងជាច្រើនលោក Oskar Kubitschek បានសរសេរថា Adolf Hitler គឺជាមនុស្សដែលតែងតែគិតថាខ្លួនឯងល្អប្រសើរជាងអ្នកដទៃដែលមានអាយុដំណាលគាត់ក៏ជាមនុស្សដែលឆាប់ខឹងដោយឪពុករបស់គាត់ផងដែរលើពីនេះលោក Oskar Kubitschek បានបន្ថែមថា Adolf Hitler ជាមនុស្សដែលពូកែនិយាយជាពិសេសគាត់និយាយបានល្អឬនិយាយពីចំណុចណាមួយបានស៊ីជម្រៅនៅពេលដែលគាត់ខឹងម្ដងឈានមកដល់អាយុ18ឆ្នាំ Adolf Hitler បានលាម្ដាយរបស់គាត់ហើយធ្វើដំណើរទៅកាន់ទីក្រុង Vienne ដើម្បីប្រឡងចូលសាលាសិល្បៈដោយទទួលបាននៅលទ្ធផលបរាជ័យ Adolf Hitler ត្រូវបានត្រឡប់មកផ្ទះវិញស្របពេលដែលម្ដាយរបស់គាត់កំពុងតែមានជំងឺធ្ងន់ហើយសុខភាពរបស់គាត់ក៏កាន់តែយ៉ាប់យ៉ឺន Adolf Hitler បាននៅក្បែរម្ដាយរហូតដល់ម្ដាយគាត់បានវាចាក់លោកទៅលោកគ្រូពេទ្យប្រចាំគ្រួសាររបស់លោកក៏បាននិយាយថាគាត់មិនដែលឃើញនរណាម្នាក់មានទុក្ខព្រួយយ៉ាងខ្លាំងដូច Hitler នោះទេ Hitler បានត្រឡប់ទៅកាន់ទីក្រុង Vienne ដោយនៅតែមានសង្ឃឹមថាអាចរកបានអាជីពមួយក្នុងវិស័យសិល្បៈផ្ទុយទៅវិញដោយមិនមានការទំនុកបម្រុងពីឪពុកម្ដាយលោកក៏បានធ្លាក់ខ្លួនមករស់នៅលើតាមដងផ្លូវនៅអាយុខ្ទង់20ឆ្នាំលោកបានចំណាយពេល2ទៅ3ឆ្នាំដើម្បីខិតខំរស់នៅនិងរកលុយពីអ្វីដែលគាត់អាចរកបានដូចជាការលក់បានប្រេស៊ីលីតែគាត់បានគូដោយផ្ទាល់ដៃវាពិបាកក្នុងការបញ្ជាក់ឲ្យច្បាស់ថាតើពេលណាដែលជំនឿបែបមនោគមវិជ្ជាចូលនិយមរបស់លោកកើតឡើងនោះប៉ុន្តែពេលវេលារបស់លោកដែលលោកបានរស់នៅក្នុងទីក្រុង Vienne
ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់លោកចលនាប្រឆាំងរបស់ជនជាតិជ្វេតបានរីករាលដាលពីពេញទីក្រុងសម្រាប់ចៅហ្វាយក្រុងវីយ៉ែនដែលអ៊ីតាលីតែងតែគ្រប់គ្រងយ៉ាងខ្លាំងនោះក៏ជាមនុស្សដែលស្អប់ខ្ពើមជនជាតិជ្វេតផងដែរគ្រានោះមានការចុះផ្សាយកាសែតរបស់ពួកស្ដាមនិយមដែលនិយាយអំពីការប្រឆាំងនឹងពួកជនជាតិជ្វេតអាដុលអ៊ីតាលីបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទ្រឹស្ដីហើយគាត់បានមានជំនឿថាដោយសារមានជាតិសាសន៍ច្រើនទើបបង្កើតឲ្យមានការប្រកួតប្រជែងជាច្រើនរវាងគ្នានៅក្នុងសង្គមអាល្លឺម៉ង់លោកក៏បានមានជំនឿទៀតថាជនជាតិដែលបរិសុទ្ធបំផុតដែលរស់នៅលើទឹកដីអាល្លឺម៉ង់គឺជាប្រជាជនអារីយ៉ានអាល្លឺម៉ង់ហើយជនជាតិដែលមិនបរិសុទ្ធគឺជាជនជាតិយូដាឬជនជាតិជ្វេតនេះឯងយ៉ាងណាមិញដោយសារប្រទេសអូទ្រីសហុងគ្រីកាលពីមុនជាអាណាចក្រពហុជនជាតិអាដុលអ៊ីតាលីមិនបានពេញចិត្តនឹងរឿងនេះឡើយហើយនៅអាយុ24ឆ្នាំលោកបានផ្លាស់ទីលំនៅទៅក្នុងទីក្រុងមួយនៃប្រទេសអាល្លឺម៉ង់ដើម្បីរត់គេចពីការចូលបម្រើក្នុងវិស័យយោធានៅក្នុងឆ្នាំ1914ភាពតានតឹងដ៏យូរអង្វែងនៅអឺរ៉ុបបានផ្ទុះឡើងដែលបង្កើតឲ្យមានសង្គ្រាមលោកលើកទី1វងមនុស្សនៅទូទាំងទ្វីបអឺរ៉ុបបានអបអរសាទរនឹងព័ត៌មាននេះខ្លះក៏មានការផិតភ័យផងដែរប៉ុន្មានថ្ងៃក្រោយមកអាដុលអ៊ីតាលីបានស្ម័គ្រចិត្តចូលបម្រើកងទ័ពអាល្លឺម៉ង់គេឃើញថាសង្គ្រាមនេះបានផ្ដល់ឲ្យគាត់នៅគោលបំណងក្នុងជីវិតម្ដងទៀតតែហ៊ានដែលស្ថិតក្នុងជួរបម្រើការជាមួយនឹងគាត់ក៏បានផ្ដល់ឲ្យគាត់នូវមិត្តភាពនិងភាពស្និទ្ធស្នាលដូចជាបងប្អូនបើទោះបីជាសង្គ្រាមនេះគួរឲ្យរន្ធត់យ៉ាងណាក៏ដោយលោកអាដុលអ៊ីតាលីបានចាត់ទុកវាជាពេលវេលាល្អបំផុតនៃជីវិតរបស់គាត់ត្រូវបានគេស្គាល់ថាជាទាហានដ៏ក្លាហានមួយរូបហើយក៏ធ្លាប់ទទួលបានមេជាឈើឆ្កាងដែកទី1ផងដែរនៅក្នុងសង្គ្រាមគាត់បានរួចផុតពីសេចក្តីស្លាប់ជាច្រើនលើកច្រើនសារក៏ប៉ុន្តែសំណាងរបស់គាត់បានអស់នៅឆ្នាំ1916នៅពេលដែលក្រកកំភ្លើងធំផ្ទុះក្បាលខ្លួនរបស់គាត់ដែលបណ្ដាលឲ្យលោករងរបួសដាច់ជើងយ៉ាងដំណំហើយគាត់ក៏បានត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញដើម្បីទទួលការព្យាបាលស្រាប់ពេលនោះកំហឹងលោកអាដុលអ៊ីតាលីបានផ្ទុះឡើងដោយសារតែបានឃើញនៅការធ្វើបាតកម្មប្រឆាំងនឹងសង្គ្រាមរបស់ប្រជាជនអាល្លឺម៉ង់ដែលអស់កម្លាំងនិងសេកក្រៀនជាខ្លាំងបន្ទាប់ពីជាសះស្បើយគាត់បានវិលត្រឡប់ទៅធ្វើជាទ័ពជួរមុខវិញប៉ុន្តែត្រូវបានរងរបួសម្ដងទៀតដោយសារការវាយប្រហារដោយអូស្មန်ពលរបស់ចក្រភពអង់គ្លេសក្នុងឆ្នាំ1918ក្នុងកំឡុងពេលដែលលោកអាដុលអ៊ីតាលីសម្រាកនៅមន្ទីរពេទ្យដំណឹងបរាជ័យនឹងការសូមចុះចាញ់របស់ប្រទេសអាល្លឺម៉ង់ក៏បានមកដល់ក្រោយសង្គ្រាមត្រូវបានបញ្ចប់សន្ធិសញ្ញាសន្តិភាពនៃទីក្រុងវែលសៃបានបង្កើតឡើងនៅថ្ងៃទី28ខែមិថុនាឆ្នាំ1919លក្ខខណ្ឌនៃសន្ធិសញ្ញាសន្តិភាពនេះគឺមានភាពតឹងតែងមកលើប្រទេសអាល្លឺម៉ង់ជាខ្លាំងប្រទេសអាល្លឺម៉ង់ត្រូវប្រឈមមុខនឹងសំណងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ស្របពេលដែលប្រទេសអាល្លឺម៉ង់បានបាត់បង់អាយុជីវិតទាហានយ៉ាងច្រើនទៅហើយនោះចំនួនទាហានរបស់ប្រទេសអាល្លឺម៉ង់ត្រូវបានកំណត់ឲ្យធ្លាក់មកត្រឹម 10,000 នាក់ប៉ុណ្ណោះលក្ខខណ្ឌទាំងនេះបានធ្វើឲ្យអាល្លឺម៉ង់ចេះទុំខ្សោយនិងធ្វើឲ្យប្រជាជនអាល្លឺម៉ង់អាម៉ាស់មុខជាខ្លាំងសង្គ្រាមបានផ្លាស់ប្ដូរព្រំដែនរបស់ប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុបប្រទេសថ្មីៗដូចជាប្រទេសហ្វាំងឡង់ប្រទេសអេស្តូនីប្រទេសលេតូនីនិងប្រទេសលីទុយយ៉ានីត្រូវបានបង្កើតឡើងចេញពីទឹកដីដែលបានបាត់បង់របស់ប្រទេសរុស្ស៊ីចំណែកអូទ្រីសហុងគ្រីវិញត្រូវបានរំលាយដែលបែងចែកជាប្រទេសផ្សេងៗដូចជាប្រទេសហុងគ្រីប្រទេសយូហ្គោស្លាវីប្រទេសអូទ្រីសនិងប្រទេសឆេកូស្លូវ៉ាគីហើយមួយចំណែកធំត្រូវបានចែកទៅឲ្យប្រទេសរ៉ូម៉ានីលើសពីនេះទៅទៀតប្រទេសធំថ្មីមួយត្រូវបានបំបែកទឹកដីប្រទេសអាល្លឺម៉ង់ជាពីរគឺប្រទេសប៉ូឡូញដោយសារលោកអ៊ីតាលីបានឃើញប្រទេសដែលខ្លួនស្រឡាញ់ទទួលរងការអាម៉ាស់បែបនេះគាត់ក៏បានកើតនៅចិត្តស្អប់ខ្ពើមចំពោះបកកុម្មុយនីសនិងពួកជនជាតិជ្វីបដែលលោកបានគិតថាពួកគេបានលួចចាក់អាល្លឺម៉ង់ពីក្រៅខ្នងដោយបានផ្សព្វផ្សាយនិងឃោសនាការប្រឆាំងនឹងសង្គ្រាមនៅក្នុងទឹកដីប្រទេសអាល្លឺម៉ង់ផ្ទាល់ចាប់តាំងពីយោធាប្រទេសអាល្លឺម៉ង់ត្រូវបានកាត់បន្ថយមកអាដុលអ៊ីតាលីក៏បានចូលបម្រើកងទ័ពអាល្លឺម៉ង់ក្នុងនាមជាអ្នកផ្ដល់ព័ត៌មាននិងស៊ើបការសម្ងាត់បន្ទាប់ពីសង្គ្រាមបានបញ្ចប់ពួកកុម្មុយនីសនៅប្រទេសអាល្លឺម៉ង់បានប៉ុនប៉ងធ្វើបដិវត្តន៍ហើយរដ្ឋាភិបាលមានការព្រួយបារម្ភអំពីលទ្ធិកុម្មុយនីសដែលបានរីករាលដាលនៅក្នុងប្រទេសដូច្នេះលោកអាដុលអ៊ីតាលីមានភារកិច្ចក្នុងការស៊ើបការនិងរាយការណ៍ទៅឲ្យរដ្ឋាភិបាលអំពីគណៈបកនយោបាយណាមួយដែលអាចបង្កការគំរាមកំហែងដល់ប្រទេសរបស់ខ្លួនគណៈបកនយោបាយថ្មីមួយដែលមានឈ្មោះថាគណៈបកពលករអាល្លឺម៉ង់បានបង្កើតការប្រជុំមួយ
ដែលមានវត្តមានរបស់លោក Adolf Hitler ចូលរួមដើម្បីស៊ើបការឲ្យរដ្ឋាភិបាល Adolf Hitler មានការភ្ញាក់ផ្អើលដោយនឹកស្មានថាខ្លួនកំពុងតែស៊ើបការក្នុងគណៈបកដែលកាន់លទ្ធិកុម្មុយនីសផ្ទុយទៅវិញគណៈបកនយោបាយថ្មីមួយនេះគឺជាគណៈបកនយោបាយដែលកាន់លទ្ធិហ្វាស៊ីទៅវិញជំនឿទៅលើលទ្ធិហ្វាស៊ីនិយមរបស់គណៈបកថ្មីមួយនេះបានស្ដារស្របទៅនឹងគំនិតរបស់លោក Adolf Hitler ហេតុដូច្នេះគាត់ក៏បានចាក់ចេញពីការបម្រើឲ្យពួកយោធាហើយមកចុះឈ្មោះដើម្បីចូលរួមក្នុងគណៈបកអាល្លឺម៉ង់វិញសមត្ថភាពនិយាយដ៏អស្ចារ្យរបស់គាត់បានធ្វើឲ្យមេដឹកនាំនិងអ្នកគ្រប់គ្រងរបស់បកនេះចាប់អារម្មណ៍និងពេញចិត្តលោកជាខ្លាំង Adolf Hitler ក៏បានក្លាយជាមនុស្សសំខាន់ម្នាក់នៅក្នុងគណៈបកថ្មីនេះផងដែរមិនយូរប៉ុន្មានគណៈបកក៏បានសម្រេចចិត្តបដូរឈ្មោះទៅជាគណៈបកពលករសង្គមនិយមអាល្លឺម៉ង់ដែលហៅកាត់ថាណាស៊ីគណៈបកណាស៊ីដំបូងឡើយក៏មិនមានគោលការណ៍ជាក់លាក់ណាមួយនោះដែរប៉ុន្តែអ៊ីតាលីបានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងធ្វើឲ្យប្រទេសអាល្លឺម៉ង់វិលត្រឡប់ទៅរកភាពរុងរឿងរបស់ខ្លួនវិញតាមរយៈការលុបចោលនៅសន្ធិសញ្ញានៃទីក្រុងវ៉ាសៃនិងបង្រួមជនជាតិអាល្លឺម៉ង់ទាំងអស់ឲ្យទៅជាប្រជាជាតិតែមួយ Adolf Hitler ក៏ធ្លាប់មានប្រសាសន៍ថាមានតែប្រជាជនអារ្យ័នសុទ្ធទេដែលគួរតែត្រូវបានអនុញ្ញាតឲ្យក្លាយជាពលរដ្ឋពេញសិទ្ធិហើយជនជាតិស្វីបទាំងអស់នឹងត្រូវបាត់បង់សញ្ជាតិរបស់ពួកគេវាមិនថ្មីនោះទេព្រោះគំនិតទាំងនេះគឺជារឿងធម្មតារួចទៅហើយនៅក្នុងសង្គមអាល្លឺម៉ង់គណៈបកនយោបាយជាច្រើននៅប្រទេសអាល្លឺម៉ង់នាពេលនោះជាទូទៅតែងតែបានបង្កើតនូវកម្លាំងរបស់ខ្លួនហើយគណៈបកណាស៊ីក៏ដូចគ្នាដែរលោក Adolf Hitler បានបង្កើតឲ្យមានកងកម្លាំងការពារសាលប្រជុំដែលពេលក្រោយមកបានបដូរទៅជាកម្លាំងព្យុះសង្ឃរាដែលហៅកាត់តាសាការងាររបស់ពួកគេគឺការការពារប្រជុំរបស់គណៈបកណាស៊ីនិងបង្កភាពរញ៉េរញ៉ៃដល់គណៈបកនយោបាយណាដែលជាគូប្រជែងលើពីនេះទៅទៀតមានពេលខ្លះមានគេឃើញពួកនោះវាយដំគ្នាជាមួយនឹងពួកកុម្មុយនីសនៅតាមដងផ្លូវថែមទៀតផងចាប់តាំងពីពពួកមហាអំណាចសម្ព័ន្ធមិត្តចក្រភពអង់គ្លេសបារាំងនិងចក្រភពរុស្ស៊ីត្រូវបានទាមទារកាត់ទំហំយោធារបស់ប្រទេសអាល្លឺម៉ង់មកទាហានដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលជាច្រើនអ្នកត្រូវអត់ការងារធ្វើពេលនោះពួកគេស្រាប់តែមានការពេញចិត្តនិងបានទទួលនៅមនោគមវិជ្ជារបស់គណៈបកណាស៊ីហើយដូច្នេះពួកគេក៏បានចូលរួមជាមួយនឹងកងកម្លាំងរបស់គណៈបកណាស៊ីជាហេតុនាំឲ្យកងកម្លាំងនេះមានការរីកចម្រើនកាន់តែធំឡើងរដ្ឋាភិបាលប្រជាធិបតេយ្យថ្មីដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី1ពិតជាខ្សោយនិងគ្មានប្រសិទ្ធភាពនោះទេដើម្បីទូទាត់សំណងដល់ពួកសម្ព័ន្ធមិត្តរដ្ឋាភិបាលអាល្លឺម៉ង់បានចាប់ផ្ដើមបោះពុម្ពលុយកាន់តែច្រើនឡើងបញ្ហាគឺថាការបោះពុម្ពលុយកាន់តែច្រើនពិតជាមិនបានផ្ដល់ឲ្យប្រទេសនោះនៅកំណើនសេដ្ឋកិច្ចនោះទេផ្ទុយទៅវិញវានឹងធ្វើឲ្យលុយរបស់ប្រទេសនោះមិនសូវមានតម្លៃថែមទៀតផងពេលនោះរដ្ឋាភិបាលអាល្លឺម៉ង់ក៏បានបោះពុម្ពប្រាក់កាន់តែច្រើនឡើងវាក៏បានធ្វើឲ្យរូបិយប័ណ្ណប្រទេសនេះសឹងតែគ្មានតម្លៃទាល់តែសោះនៅឆ្នាំ1919ប្រាក់ដុល្លារអាមេរិក1ដុល្លារមានតម្លៃ 4.5 ម៉ាកប្រទេសអាល្លឺម៉ង់តែនៅខែធ្នូឆ្នាំ1923ប្រាក់ដុល្លារអាមេរិក1ដុល្លារគឺស្មើនឹង 4.2 ពាន់លានម៉ាកតម្លៃនំប៉័ងបានកើនឡើងដល់ 200 ពាន់លានម៉ាកក៏ដាស់ប្រាក់អាល្លឺម៉ង់បានក្លាយជាវត្ថុគ្មានតម្លៃតទៅសោះនៅក្នុងវិបត្តិសេដ្ឋកិច្ចបែបនេះប្រទេសអាល្លឺម៉ង់មានការលំបាកក្នុងការសងនៅសំណងទៅឲ្យពួកសម្ព័ន្ធមិត្តលើពីនេះទៅទៀតប្រទេសបារាំងមានកំហឹងជាខ្លាំងចំពោះរឿងនេះដូច្នេះពួកគេបានសុំសិទ្ធិដើម្បីកាន់កាប់តំបន់រស់ដែលជាតំបន់ពោពេញទៅដោយរោងចក្រហើយបានយកប្រយោជន៍សេដ្ឋកិច្ចពីតំបន់នោះទៅចាត់ទុកជាការទូទាត់នៅសំណងដែលប្រទេសអាល្លឺម៉ង់បានជំពាក់បារាំងពួកគេបានធ្វើបាបប្រជាជនស៊ីវិលអាល្លឺម៉ង់យ៉ាងព្រៃផ្សៃហើយបើសរុបទៅមានជនជាតិអាល្លឺម៉ង់ប្រហែល130នាក់ត្រូវបានសម្លាប់ក្នុងកំឡុងពេលដែលបារាំងកាន់កាប់ជនជាតិអាល្លឺម៉ង់មានការស្អប់ខ្ពើមយ៉ាងខ្លាំងហើយលោក Adolf Hitler និងពួកណាស៊ីក៏ថានេះគឺជាពេលវេលាដ៏ល្អដើម្បីដឹកនាំការធ្វើបដិវត្តន៍នៅខែវិច្ឆិកាឆ្នាំ1923លោក Adolf Hitler បានសម្រុកចូលសារប្រជុំហើយបានអំពាវនាវឲ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលជាមួយនឹងអ្នកគាំទ្ររបស់គាត់ក៏បានដើរជាក្បួននៅតាមដងផ្លូវនៃប្រទេសមួយនេះដោយសង្ឃឹមថាពួកប៉ូលីសនឹងចូលរួមប្រឆាំងជាមួយនឹងគាត់ការតវ៉ានេះបានឈានទៅដល់ការប្រើប្រាស់អំពើហិង្សានិងការបាញ់បោះទៅលើក្រុមតវ៉ាយ៉ាងសាហាវក្រោយមក Adolf Hitler ត្រូវបានជាប់ទោសពីបទក្បត់ជាតិគាត់ត្រូវបានប្រឈមមុខនឹងការកាត់ទោសឲ្យជាប់គុកអស់មួយជីវិតប៉ុន្តែចៅក្រមដែលជាពួកស្ដាមនិយមគឺជាមនុស្សដែលពេញចិត្តនឹងគំនិតរបស់ Adolf Hitler ដែលលោកបានយល់ពីរឿងនេះលោកក៏បានឆ្លៀតឱកាសថ្លែងសន្និរកថាដែលមិនចេះរីងស្ងួតមួយក្នុងកំឡុងពេលប្រជុំជម្រះក្តីហើយនៅទីបញ្ចប់គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារត្រឹមតែ5ឆ្នាំប៉ុណ្ណោះប៉ុន្តែទោសរបស់លោក
ត្រូវបានគេបន្ថយឲ្យនៅសល់ត្រឹមតែ4ខែវិញនៅក្នុងពន្ធនាគារអាដូអ៊ីក្លែហាក់មានអារម្មណ៍ប្រៀបដូចជាកំពុងរស់នៅក្នុងស្ថានភាពល្អមួយហើយនៅពេលនោះគាត់បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថាការតស៊ូរបស់ខ្ញុំអត្ថន័យទាំងមូលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សព្វផ្សាយពីពេញប្រទេសហើយវាក៏បានធ្វើឲ្យលោកអ៊ីក្លែល្បីល្បាញយ៉ាងខ្លាំងផងដែរតាំងពីពេលនោះមកអ៊ីក្លែត្រូវបានគេស្គាល់ទូទាំងប្រទេសអាល្លឺម៉ង់បើទោះបីជាយ៉ាងណាក៏ដោយជនជាតិអាល្លឺម៉ង់នៅតែមិនសូវយកចិត្តទុកដាក់ចំពោះគាត់នោះទេនៅក្នុងការបោះឆ្នោតឆ្នាំ1928គណៈបកណាស៊ីទទួលបានសម្លេងគាំទ្រតែ 2% ប៉ុណ្ណោះមនុស្សជាច្រើននៅតែផិតភ័យដោយអំពើហិង្សានិងរបៀបដែលគាត់ធ្វើនយោបាយគុណវិបត្តិសេដ្ឋកិច្ចថ្មីក្រោយសង្គ្រាមលោកលើកទី1បានផ្លាស់ប្ដូរសង្គមអាល្លឺម៉ង់និងប្រែមុខមាត់គណៈបកណាស៊ីទាំងស្រុងដើម្បីជួបអាល្លឺម៉ង់បង់សំណងរបស់ខ្លួនសហរដ្ឋអាមេរិកក៏បានយកព្រមផ្ដល់ប្រាក់កម្ចីដល់អាល្លឺម៉ង់នៅខែតុលាឆ្នាំ1929វិបត្តិហិរញ្ញវត្ថុនៅអាមេរិកបានកើនឡើងអាមេរិកចង់បានលុយពីអាល្លឺម៉ង់មកវិញដែលធ្វើឲ្យប្រទេសអាល្លឺម៉ង់ទទួលរងនូវសម្ពាធសេដ្ឋកិច្ចជាខ្លាំងអត្រាអត់ការងារធ្វើបានកើនឡើងដល់6លាន10ម៉ឺនករណីភាពក្រីក្របានរាលដាលពេញផ្ទៃប្រទេសហើយប្រជាជនអាល្លឺម៉ង់មានការខឹងសម្បារជាខ្លាំងវាច្បាស់ណាស់ថារដ្ឋាភិបាលប្រជាធិបតេយ្យដែលទើបបង្កើតថ្មីមួយនេះមិនអាចដំណើរការនោះទេនៅពេលដែលប្រឈមមុខនឹងវិបត្តិមួយនេះជនជាតិអាល្លឺម៉ង់ចាប់ផ្ដើមផ្លាស់ប្ដូរទៅរកនយោបាយបែបជ្រុលនិយមវិញបើសិនម្នាក់ជាជនជាតិអាល្លឺម៉ង់ហើយចង់ទទួលបានការផ្លាស់ប្ដូរដូចនេះជំរឿនរបស់អ្នកមានតែពីរប៉ុណ្ណោះគឺគាំទ្រពួកកុម្មុយនីសឬក៏ទៅតាមគាំទ្រពួកណាស៊ីលោកអ៊ីក្លែបានអះអាងថាគាត់គឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឲ្យប្រទេសអាល្លឺម៉ង់មានភាពរុងរឿងដោយអតីតកាលវិញគណៈបកណាស៊ីបានប្រើការឃោសនាដែលបង្កប់នូវមនុស្សកម្ពុជាដើម្បីឲ្យលោកអ៊ីក្លែមើលទៅហាក់ដូចជាបរិសុទ្ធដ៏អស្ចារ្យនិងមានអំណាចហើយពួកគេក៏បានឲ្យប្រជាជនអាល្លឺម៉ង់ស្ដីបន្ទោសជនជាតិជ្វីបចំពោះអ្វីៗដែលបានកាត់ឡើងទៅលើពួកគេការសន្យារបស់អ្នកផ្ដាច់ការថ្មីមួយនេះគឺប្រៀបបានដូចជាដង្ហើមនៅខ្យល់អាកាសបរិសុទ្ធសម្រាប់ជនជាតិអាល្លឺម៉ង់បន្ទាប់ពីការបរាជ័យនៃលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំកន្លងមកមានមនុស្សជាច្រើនបានលងខ្លួនងប់ងល់ចូលទៅក្នុងមនោគមវិជ្ជាចូលរបស់គាត់អ្នកខ្លះមិនយល់ស្របនឹងការរើសអើងជាតិសាសន៍នោះទេប៉ុន្តែពួកគេក៏នៅតែមានឆន្ទៈដែលចង់បោះឆ្នោតឲ្យគាត់មានមនុស្សជាច្រើនទៀតមិនបានដឹងច្រើនអំពីនយោបាយតទៅសោះប៉ុន្តែចេះតែធ្វើតាមគេតាមឯងដើម្បីមានឈ្មោះថាបានចូលរួមនឹងគេដែរការបោះឆ្នោតជាបន្តបន្ទាប់គណៈបកណាស៊ីកាន់តែមានប្រជាប្រិយភាពឡើងរហូតដល់ឆ្នាំ1932ក៏បានក្លាយជាគណៈបកធំជាងគេនៅក្នុងសភាអាល្លឺម៉ង់លោកអ៊ីក្លែមានជំនឿយ៉ាងមុតមាំថាគាត់គឺជាអ្នកសង្គ្រោះអាល្លឺម៉ង់វាជាវាសនាបានកំណត់មកមែនគាត់បានប្រែទៅជាមនុស្សវក់នឹងអំណាចពួកនឹងគំនិតគាត់បានសម្រេចចិត្តឈរឈ្មោះជាប្រធានាធិបតីប៉ុន្តែនៅតែចាញ់ឧត្តមចំណីសង្គ្រាមលោកលើកទី1ដ៏មានប្រជាប្រិយបំផុតនោះគឺលោក Paul von Hindenburg ប៉ុន្តែចាប់តាំងពីពេលនោះមកដោយតាំងខ្លួនជាមេដឹកនាំនៃគណៈបកធំជាងគេនោះលោកអ៊ីក្លែបានទាមទារឲ្យលោកប្រធានាធិបតី Hindenburg ដំឡើងឋានៈរបស់លោកឲ្យទៅជាអធិការបតីប៉ុន្តែលោក Hindenburg មានការស្ទាក់ស្ទើរដែលឃើញថាលោកអ៊ីក្លែជាមនុស្សប្រកាន់ពូជសាសន៍ខ្លាំងជ្រុលពេកមេដឹកនាំរោងចក្រឧស្សាហកម្មជាច្រើនក៏បានទទូចដល់លោក Hindenburg ដើម្បីឲ្យអ៊ីក្លែបានក្លាយជាអធិការបតីនៃប្រទេសអាល្លឺម៉ង់ផងដែរលើពីនេះទៅទៀតនោះមេដឹកនាំនៃគណៈបកកណ្ដាលលោក Franz-Josef Papen ដែលបានចរចាជាមួយនឹងអ៊ីក្លែដោយសម្ងាត់ហើយក៏បានឲ្យគំនិតទៅកាន់លោក Hindenburg ថាចុះបើយើងធ្វើឲ្យអ៊ីក្លែក្លាយទៅជាអធិការបតីតាមលក្ខខណ្ឌដែលយើងបានកំណត់ដល់ឲ្យខ្ញុំក្លាយជាអនុអធិការបតីហើយការងាររដ្ឋាភិបាលភាគច្រើនត្រូវឆ្លងកាត់យើងទាំងពីរនាក់ទុកជាមុនសិនតើរបៀបនេះយើងទាំងពីរអាចរក្សានៅអំណាចស្របពេលយើងអាចលេងជាមួយនឹងអ៊ីក្លែដោយតុក្កតាអញ្ចឹងត្រង់នេះឯងគឺជាកន្លែងដែលលោក Hindenburg និងលោក Franz-Josef Papen ខុសធ្ងន់បំផុតអ៊ីក្លែបានក្លាយជាអធិការបតីអាល្លឺម៉ង់នៅថ្ងៃទី30ខែមករាឆ្នាំ1933ប៉ុន្តែគាត់មិនទាន់ក្លាយជាមេដឹកនាំផ្ដាច់ការនៅឡើយនោះទេរហូតដល់ថ្ងៃទី27ខែកុម្ភៈអគារសភាអាល្លឺម៉ង់ត្រូវបានគេលួចដុតបំផ្លាញអ្នកប្រវត្តិវិទូនៅតែមិនប្រកាសថាជានរណាជាអ្នកធ្វើនៅឡើយនោះទេហើយមនុស្សជាច្រើនបានសង្ស័យថាគឺពួកណាស៊ីបានធ្វើវាដោយខ្លួនឯងប៉ុន្តែអ៊ីក្លែបន្ទោសពួកកុម្មុយនីសហើយគាត់បានបញ្ចុះបញ្ចូលលោកប្រធានាធិបតី Hindenburg ឲ្យចុះហត្ថលេខាលើកិច្ចក្រមគ្រាអាសន្នបន្ទាប់មួយដែលអនុញ្ញាតឲ្យលោកដាក់គុកពួកកុម្មុយនីសនិងគូប្រជែងនយោបាយដទៃទៀតពួកកុម្មុយនីសនិងអ្នកផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅជំរំឃុំខ្លួននៅដាកា
នៅថ្ងៃទី2ខែសីហាឆ្នាំ1934លោកប្រធានាធិបតីវ័យចំណាស់ Hindenburg បានចែកឋានទៅដែលផ្ដល់ឲ្យអ៊ីតាលីនូវឱកាសមួយដ៏ល្អឥតខ្ចោះអ៊ីតាលីបានរៀបរៀងច្បាប់ថ្មីទៅឲ្យសហភាពអាល្លឺម៉ង់ដែលនឹងអនុញ្ញាតឲ្យគាត់មានសិទ្ធិបង្កើតច្បាប់និងធ្វើសេចក្តីសម្រេចចិត្តគ្រប់យ៉ាងដោយខ្លួនឯងស្របពេលដែលគូប្រជែងនយោបាយរបស់គាត់កំពុងនៅក្នុងគុកគឺពួកកងកម្លាំងព្យុះសង្គ្រាដែលហៅកាត់ថាពួកសាររបស់បកណាស៊ីបានបំផិតបំភ័យអ្នកដទៃផងនោះច្បាប់របស់លោកអ៊ីតាលីត្រូវបានអនុម័តទើបតែរយៈពេល 2-3 ខែបន្ទាប់លោកអ៊ីតាលីបានក្លាយជាអធិការធិបតីឬជនផ្ដាច់ការយ៉ាងពេញលេញបើទោះបីជាអាដូលអ៊ីតាលីនៅតែមានបញ្ហាមួយដែលមិនទាន់ដោះស្រាយនៅឡើយបញ្ហាគឺនៅត្រង់ថាមេដឹកនាំពួកសារលោកអិនស្កូរូមចង់ឲ្យពួកសារទទួលបានការគ្រប់គ្រងការងាររបស់កងទ័ពអាល្លឺម៉ង់ទាំងស្រុងក៏ប៉ុន្តែកងទ័ពអាល្លឺម៉ង់មិនពេញចិត្តនឹងគំនិតនេះទេយ៉ាងណាក៏ដោយអ៊ីតាលីត្រូវការរក្សាការគ្រប់គ្រងដែលទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់ជាងពួកសារដូច្នេះនៅយប់ក្នុងខែមិថុនាឆ្នាំ1934អាដូលអ៊ីតាលីបានឲ្យគេតាមចាប់ខ្លួននិងសម្លាប់លោកអ៊ិនស្តូរូមនិងមន្ត្រីផ្សេងទៀតដែលបម្រើការឲ្យកងកម្លាំងសារជាច្រើនអ្នកគណៈនោះគាត់ក៏បានឆ្លៀតយកឱកាសនេះដើម្បីចាត់ការមនុស្សមួយចំនួនដែលគាត់មិនពេញចិត្តផងដែរអ្នកនយោបាយដែលមិនយល់ស្របនឹងគាត់កាលពីមុនព្រមទាំងអ្នកកាសែតដែលបានបោះពុម្ពអត្ថបទអវិជ្ជមានអំពីគាត់សូម្បីតែគ្រួសាររបស់ពួកគេក៏ត្រូវបានគេធ្វើឃាតផងដែរសរុបទៅមានមនុស្សរហូតដល់200នាក់ត្រូវបានសម្លាប់ក្នុងពេលមួយយប់ដែលយប់នោះគេឲ្យឈ្មោះថារាត្រីកំបិតបេក្រោយរាត្រីការដ៏ខ្មៅងងឹតនេះមកកងទ័ពអាល្លឺម៉ង់ពេញចិត្តផងសប្បាយរីករាយផងដោយហេតុថាពួកគេនឹងមិនត្រូវបានជំនួសដោយពួកសារនោះឡើយហេតុនេះពួកគេបានបង្ហាញឲ្យឃើញនៅភាពស្មោះត្រង់ទាំងស្រុងចំពោះមេដឹកនាំថ្មីរបស់ពួកគេហើយការគ្រប់គ្រងរបស់លោកអ៊ីតាលីគឺមានអំណាចទៅលើអ្វីៗគ្រប់យ៉ាងនៃប្រទេសអាល្លឺម៉ង់ផងដែរទោះជាយ៉ាងណាជីវិតរស់នៅក្នុងប្រទេសអាល្លឺម៉ង់បានផ្លាស់ប្ដូរយ៉ាងខ្លាំងសេរីភាពសារព័ត៌មានសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពនៃការជួបជុំប្រមូលផ្ដុំតាមទីសាធារណៈត្រូវបានលុបបំបាត់ចោលលើសពីនេះទៅទៀតជនជាតិស្វីសត្រូវបានគេយកឈ្មោះមកធ្វើជាផ្លាកយីហោដើម្បីផ្សាយពាណិជ្ជកម្មក្នុងន័យលេងសើចហើយអាជីវកម្មរបស់ពួកជនជាតិស្វីសត្រូវបានធ្វើពហិការទូទាំងប្រទេសអាល្លឺម៉ង់ដែលទីបំផុតអ៊ីតាលីបានធ្វើឲ្យបរិសុទ្ធស្ត្រីនិងកុមារដែលជាជនជាតិស្វីសចំនួន6លាននាក់ត្រូវបានសម្លាប់នៅក្នុងជំរំឃុំខ្លួនយុវជនអ៊ីតាលីបានក្លាយជាវិធីមួយដើម្បីបំផុសគំនិតយុវជនក្មេងប្រុសៗត្រូវបានបណ្ដុះបណ្ដាលឲ្យប្រយុទ្ធហើយក្មេងស្រីៗត្រូវបានគេប្រាប់ថាគោលបំណងរបស់ពួកគេគឺដើម្បីបង្កើតពូជអរិយានសុទ្ធឲ្យកាន់តែច្រើនហើយពេលខ្លះពួកគេត្រឡប់មកពីជំរំវឹកហាត់វិញតែមានផ្ទៃពោះទៀតផងនៅពេលដែលឪពុកម្ដាយរបស់ពួកគេមានការមិនពេញចិត្តចំពោះកូនៗរបស់ពួកគេត្រង់ចំណុចណាមួយកូនៗរបស់ពួកគេតែងតែគំរាមដោយបានបង្វែរឪពុកម្ដាយទាំងនោះឲ្យទៅពួកគីស្តាប៉ូដោយចោទប្រកាន់ពួកគេពីបទរារាំងដំណើរទៅកាន់ភាពអស្ចារ្យរបស់អាល្លឺម៉ង់គួរបញ្ជាក់ថាពួកគីស្តាប៉ូគឺជាប៉ូលីសសម្ងាត់អាល្លឺម៉ង់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បកណាស៊ីពួកគីស្តាប៉ូបានបង្ក្រាបការប្រឆាំងបះបោរនឹងពួកណាស៊ីនៅក្នុងប្រទេសអាល្លឺម៉ង់ហើយក៏ត្រូវបានបញ្ជូនជនជាតិស្វីសនិងអ្នកផ្សេងទៀតទៅកាន់ជំរំឃុំខ្លួនកាលពីឆ្នាំ1936ក្រុមសម្ងាត់គីស្តាប៉ូត្រូវបានដឹកនាំដោយលោក Heinrich Himmler ការស្វាគមន៍គ្នារបស់ប្រជាជនអាល្លឺម៉ង់ត្រូវបានផ្លាស់ប្ដូរទៅជា Heil Hitler ហើយអ្នកដែលមិនប្រើប្រាស់វានឹងត្រូវបានបញ្ជូនទៅជំរំឃុំខ្លួនដើម្បីយកទៅកសាងពិធីនេះវាហាក់ដូចជាមនុស្សគ្រប់គ្នាគឺជាអ្នកគ្រប់គ្រងរបស់បកណាស៊ីប្រសិនបើមាននរណាហ៊ានប៉ះពាល់អ៊ីតាលីឬនិយាយប្រឆាំងនឹងគាត់តាមរបៀបណាមួយក៏ដោយអ្នកនោះនឹងត្រូវបញ្ជូនទៅជំរំឃុំខ្លួនភ្លាមៗតែម្ដងស្មារតីជាតិនិយមបានចាប់កំណើតក្នុងគោលគំនិតរបស់អាដូលអ៊ីតាលីហើយតាំងពីលោកនៅវ័យកុមារភាពមកម្ល៉េះមនោគមវិជ្ជាបែបជននិយមបូករួមនឹងការរើសអើងជាតិសាសន៍បានកកើតរីករាលដាលខ្លាំងឡើងជាពិសេសនៅពេលដែលលោកនៅជាយុវជនម្នាក់ដែលរស់នៅដោយលំបាកនៅតាមដងផ្លូវលើពីនេះទៅទៀតការបរាជ័យរបស់អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី1ធ្វើឲ្យចិត្តលោកពោពេញទៅដោយការស្អប់ខ្ពើមនិងការចង់សងសឹកចលនានយោបាយដែលចាត់ទុកលោកដូចជាព្រះរស់និងមនុស្សរាប់សែនពាន់នាក់សម្លឹងមើលគាត់ថាជាព្រះសង្គ្រោះរបស់ពួកគេដែលបាននាំឲ្យពួកគេក្លាយទៅជាមនុស្សខូខើម្នាក់ហើយមិនយូរប៉ុន្មានគោលនយោបាយការបរទេសដ៏កាចសាហាវរបស់គាត់បានទាញពិភពលោកទៅក្នុងចំនួនពិភពលោកដ៏សោកសៅម្ដងទៀតដែលគេហៅថាសង្គ្រាមលោកលើកទី2បន្ទាប់ពីការស្លាប់និងការបំផ្លិចបំផ្លាញអស់រយៈពេលជាច្រើនឆ្នាំសង្គ្រាមលោកលើកទី2ត្រូវបានបញ្ចប់ហើយពួកសម្ព័ន្ធមិត្តបានឈ្នះលើសង្គ្រាមនេះនៅថ្ងៃទី30ខែមេសាឆ្នាំ1945ទាហានសូវៀតបានចូលមកជិតកន្លែងលាក់ខ្លួនរបស់លោកអ៊ីតាលី
ទីបំផុតគាត់បានយល់ព្រមរៀបការជាមួយនឹងនារីម្នាក់ដែលជាស្រីកំណានចិត្តរបស់គាត់ឈ្មោះអ៊ីវ៉ាព្រុនប៉ុន្តែលុះត្រាតែនាងយល់ព្រមធ្វើកិច្ចសន្យាព្រមព្រៀងធ្វើអត្តឃាតជាមួយនឹងគាត់នាងយល់ព្រមនៅរីករាយហើយនាងស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅក្នុងពិធីមង្គលការរបស់ពួកគេលោក Joseph Goebbels បានចូលខ្លួនមកធ្វើជាអ្នកកំដរនៅក្នុងពិធីមង្គលការដ៏ជិតស្និទ្ធរបស់ពួកគេនៅក្នុងចន្ទៈនិងជាសក្ខីកម្មចុងក្រោយរបស់គាត់លោកអ៊ីតឡែបានស្នើសុំឲ្យដុតសាកសពរបស់គាត់បន្ទាប់ពីមរណភាពរបស់គាត់ទៅនៅពេលដែលកងទ័ពសហភាពសូវៀតបានសម្រុកចូលលេនដ្ឋានលាក់ខ្លួនរបស់លោកអ៊ីតឡែពួកគេបានរកឃើញតែលលាក្បាលនិងបំណាយឆ្អឹងដតីទៀតរបស់គាត់តែប៉ុណ្ណោះដែលបានសេសសល់ពីការឆាបឆេះនៃអាណត្តិភ្លើងអស់រយៈពេលជាច្រើនឆ្នាំសហភាពសូវៀតមិនបានអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅកាន់កន្លែងរបស់អ៊ីតឡែទេដោយសារសាកសពទាំងនោះដែលនៅក្នុងលេនដ្ឋានអាចជារបស់នរណាម្នាក់ដែលមិនមែនជាអ៊ីតឡែដែលពួកគេមានអារម្មណ៍សង្ស័យថាពួកគេមិនមានភស្តុតាងណាមួយដែលបញ្ជាក់ថាអ៊ីតឡែពិតជាបានស្លាប់មែននោះទេនេះបង្កឲ្យមានទ្រឹស្ដីប្លែកៗជាច្រើនដែលថាគាត់ប្រហែលជានៅរស់នៅឡើយមនុស្សមួយចំនួនបានជឿថាគាត់បានគេចខ្លួនទៅតាមនាវាមុជទឹកមួយដើម្បីចាប់ផ្ដើមជីវិតថ្មីនៅអាសង់ទីនក្នុងតំបន់អាណានិគមអាល្លឺម៉ង់មួយដែលមានឈ្មោះថា La Campresita ប៉ុស្តិ៍ទូរទស្សន៍ប្រវត្តិសាស្ត្រមួយឈ្មោះថា History Channel ក៏បានបង្កើតកម្មវិធីទូរទស្សន៍មួយដែលនិយាយអំពីរឿងរ៉ាវអាថ៌កំបាំងនេះការរត់គេចខ្លួនរបស់អ៊ីតឡែដើម្បីបញ្យល់យ៉ាងច្បាស់ពីរបៀបដែលវាអាចរត់គេចខ្លួនជាការពិតណាស់ទ្រឹស្ដីចម្លែកៗជាច្រើនដែលតាក់ទងទៅនឹងការស្លាប់របស់លោកអ៊ីតឡែដូចជាទ្រឹស្ដីមួយដែលអះអាងថាបកណាស៊ីបានចាប់ផ្ដើមធ្វើអាណានិគមអវកាសនៅផ្នែកងងឹតនៃប្រជាគំនិតទាំងនេះគឺគួរឲ្យអស់សំណើចណាស់វាក៏ត្រូវបានប្រែក្លាយទៅជាខ្សែភាពយន្តកំប្លែងមួយដែលមានឈ្មោះថា Iron Sky ផងដែរប៉ុន្តែនៅឆ្នាំ2018អ្នកវិទ្យាសាស្ត្របានបញ្ជាក់ជាចុងក្រោយថាថ្មីដែលដកចេញពីនីលាក្បាលនៅប្រទេសរុស្ស៊ីតាមពិតគឺជារបស់អ៊ីតឡែពិតប្រាកដមែនព្រោះវាត្រូវនឹងកំណត់ត្រាថ្មីរបស់គាត់ត្រូវបានគេរកឃើញនៅចុងបញ្ចប់មនុស្សទាំងអស់អាចទទួលស្គាល់បានថាគាត់ពិតជាបានស្លាប់នៅក្នុងលេនដ្ឋាននោះមែននៅឆ្នាំ1945ហើយគណៈបកណាស៊ីបានក្លាយជាគណៈបកខុសច្បាប់នៅប្រទេសអាល្លឺម៉ង់ហើយវាត្រូវបានហាមឃាត់គ្រប់ទីកន្លែងនិងមិនឲ្យមានការអាននៅសៀវភៅជីវប្រវត្តិរបស់គាត់នោះទេជាអកុសលលទ្ធិណាស៊ីមិនបានបាត់ខ្លួនទាំងស្រុងនោះទេលើសពីនេះទៅទៀតវាក៏មិនខុសច្បាប់ដែរនៅសហរដ្ឋអាមេរិកហើយនេះក៏បាននាំមកនូវការរស់ឡើងវិញនៃចលនាណាស៊ីនៃសម័យទំនើបបើទោះបីជាអ៊ីតឡែមិនមានវត្តមាននៅលើលោកនេះទៀតមែនប៉ុន្តែយើងក៏បីដឹងថានៅពេលដែលអំណាចធ្លាក់ក្នុងដៃមនុស្សអាក្រក់ប្រវត្តិសាស្ត្រនៃភាពឃោរឃៅអាចនឹងកើតឡើងម្ដងហើយម្ដងទៀត